case ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមេរៀនមួយដើម្បីចែកម្លែកបងប្អូនទាំងអស់គ្នាយើងនឹងសិក្សាអំពី reflexive pronoun នៅក្នុងវីដេអូនេះទាំង7ហើយនឹងយើងនឹងរៀនបង្កើតប្រយោគទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹង reflexive pronoun អញ្ចឹងនៅពេលដែលបងប្អូនរៀនចប់វីដេអូនេះបងប្អូននឹងអាចប្រើប្រាស់ក៏ដូចជាយល់ច្បាស់នៅការប្រើ reflexive pronoun ដែលយើងប្រែថាសព្វនាមចេះត្រឡប់ឬក៏សព្វនាមឆ្លុះទាំងអស់គ្នាអូខេអញ្ចឹង reflexive pronouns របស់យើងមាន7គឺមាន myself ប្រែថាខ្លួនរបស់ខ្ញុំ yourself ប្រែថាខ្លួនរបស់អ្នក herself ប្រែថាខ្លួនរបស់នាង himself ប្រែថាខ្លួនរបស់គាត់ itself ប្រែថាខ្លួនរបស់វា ourselves ប្រែថាខ្លួនរបស់ពួកយើងនិងចុងក្រោយគឺ themselves ប្រែថាខ្លួនរបស់ពួកគេអូខេអញ្ចឹងយើងចូលទៅមើលការប្រើប្រាស់របស់វានៅក្នុង reflexive pronoun នៅក្នុងប្រយោគអូខេទាំងអស់គ្នាអូខេអញ្ចឹងឧទាហរណ៍ដំបូងគឺយើងមើល I cook by myself ខ្ញុំអញ្ចឹងយើងត្រូវចាំថាប្រធានអីវាទៅជាមួយនឹង reflexive pronoun ហ្នឹងឧទាហរណ៍ប្រធាន I ប្រែថាខ្ញុំអញ្ចឹងវាទៅជាមួយនឹង reflexive pronoun របស់ខ្ញុំខ្លួនរបស់ខ្ញុំអញ្ចឹងឧទាហរណ៍ថាខ្ញុំធ្វើអីដោយខ្លួនឯងធ្វើអីមួយអញ្ចឹងខ្ញុំ I cook by myself ខ្ញុំចំអិនដោយខ្លួនឯងឃើញទេ I cook by myself យើងអាចដាក់ I cook by yourself ខ្ញុំចំអិនដោយខ្លួនរបស់អ្នកអត់បានទេទី2 I clean by myself ខ្ញុំសម្អាតដោយខ្លួនឯងអញ្ចឹងបងប្អូនអាចបង្កើតបន្តទៅឧទាហរណ៍សម្អាតអីគេមួយយើងបន្តប្រយោគទៅខ្ញុំគ្រាន់បង្កើតឧទាហរណ៍ខ្លីៗត្រឹមតែ subject ហើយនឹងកិច្ចសព្ទទេអូខេហើយនឹង verb ទេអូខេទី3គឺ you eat by yourself អ្នកញ៉ាំដោយខ្លួនឯងមិនមានអ្នកណាបញ្ចុកទេញ៉ាំដោយខ្លួនរបស់អ្នកផ្ទាល់អូខេ next one មួយទៀតគឺ you drink by yourself អ្នកផឹកដោយខ្លួនឯង you drink by yourself nobody feeds you អត់មានអ្នកណាម្នាក់បញ្ចុកអ្នកទេអូខេមួយទៀត he writes by himself គាត់សរសេរដោយខ្លួនគាត់សរសេរដោយខ្លួនរបស់គាត់អូខេអញ្ចឹង he ជាមួយនឹង reflexive pronoun himself she teaches by herself នាងបង្រៀនដោយខ្លួនឯង she teaches by herself អញ្ចឹង she ជា subject នៅពេលដែលយើងប្រើ reflexive pronoun គឺ herself អូខេមួយទៀត it sells by itself វាលក់ដោយខ្លួនឯងហើយបងប្អូនអាចបង្កើតប្រយោគផ្សេងបន្តពីនឹងទៀតព្រោះខ្ញុំគិតថានៅក្នុងមេរៀន reflexive pronoun នេះបងប្អូនប្រកាសជាបានយល់ហើយអូខេព្រោះខ្ញុំបានអាននិងបកប្រែពាក្យឥឡូវនេះយើងរៀនបង្កើតប្រយោគទេប៉ុន្តែគ្រាន់តែខ្ញុំបង្កើតប្រយោគខ្លីមិនទាន់ពេញលេញគ្រប់លក្ខណៈទេយើងអាចរៀនបង្កើតបន្ថែមទៀតដោយខ្លួនឯងមិនចឹងអូខេអញ្ចឹង it sells by itself អូខេហ្នឹងវាលក់ដោយខ្លួនរបស់វាដោយខ្លួនឯងអញ្ចឹង it ប្រធាន it ទៅជាមួយនឹង reflexive pronoun itself អាហ្នឹងយើងមិនសូវលំបាកទេព្រោះមេរៀននេះស្រួលដែរសំខាន់ខ្ញុំធ្វើមេរៀនចែកបងប្អូនគឺចង់ជួយបងប្អូនឲ្យពង្រឹងលើការនិយាយអូខេពីកម្រិតដំបូងកម្រិតសាមញ្ញទៅ alright បន្ទាប់ទៀត we ម្ដង we ប្រែថាពួកយើងអញ្ចឹង we travel by ourselves ពួកយើងធ្វើដំណើរដោយខ្លួនឯងមិនមានអ្នកណាជួលមិនមានអ្នកណាជួយតាណាទេអូខេអញ្ចឹង we ជាមួយនឹង we travel by ourselves យើងធ្វើដំណើរដោយខ្លួនរបស់យើងផ្ទាល់អញ្ចឹង we ជាប្រធានទៅជាមួយនឹង reflexive pronoun ourselves មួយទៀត we prepare by ourselves ពួកយើងរៀបចំដោយខ្លួនឯង ourselves រៀបចំអីមួយបងប្អូនអាចដាក់មកអូខេ we prepare the room by ourselves we prepare our house by ourselves អញ្ចឹងយើងអាចadd បន្ថែមអូខេដាក់បន្ថែមមកឬក៏បំបែកទៅជាប្រយោគផ្សេងទៀតបានហើយបងប្អូនមានចម្ងល់ឬក៏មិនទាន់ច្បាស់អាចទម្លាក់ក្នុង comment ដើម្បីសួរបានអូខេឬក៏បងប្អូនអាចសរសេរអូខេសរសេរម្នាក់ពីរប្រយោគអីទៅ
ประกาศเนี่ยปีประโยคในการกล่าวมั้งเชื่อคำมันมั้งดำไปขยมนั่งช่วยเป็นเด็ดเมื่อให้การดำรับบัตรสัญจรมีการขอชกงเดี๋ยวตรงจมูกนั่งเมริน reflexive pronoun โอเควันต่อติด they pay by themselves they pay by themselves โอเคอย่างไรโอเคจำนายลอยโดยคลุนบอกเก็บตัวจัง they จีประเทศเราไป reflexive pronoun บอกว่าคือ themselves โอเคสำหรับบางคนที่ตามด้านในวิดีโอนี้ให้มันตัวมาเพื่อการ subscribe โอเคก็โดยที่ follow TikTok Facebook និង subscribe channel YouTube អាចធ្វើការ subscribe បានដើម្បីទទួលបានចំណេះដឹងបន្ថែមទៀតពីខ្ញុំតាមរយៈការចែករំលែកនៅវីដេអូបែបនេះបន្តទៀតហើយសម្រាប់បងប្អូនដែលមានបំណងចង់សិក្សាជាមួយខ្ញុំជាវាអនឡាញយើងក៏មានដែរគឺនៅម៉ោង 7-8 យប់រៀងរាល់ថ្ងៃច័ន្ទសុក្រនិងមួយម៉ោងទៀតគឺម៉ោង 9-10 យើងរៀនពីវគ្គសន្ទនាកម្រិតដំបូងទៅអូខេចឹងមកបងប្អូនមានបំណងចង់សិក្សាអាចចុះឈ្មោះលឿនទៅព្រោះយើងទើបតែចាប់ផ្ដើមទេអូខេអញ្ចឹងយើងបន្តនៅមេរៀនរបស់យើងទៀតអញ្ចឹង they pay by themselves ពួកគេចំណាយឬក៏ចាយដោយខ្លួនឯងអញ្ចឹងបើសិនជាពួកគេយើងអាចដូរកន្លែង pay នេះដាក់អីផ្សេងបានអូខេឧទាហរណ៍ they did the grass by themselves ពួកគេជីកស្មៅឲ្យជំរះស្មៅដោយខ្លួនឯងឃើញទេអញ្ចឹងសំខាន់លើប្រធានហើយនឹងកម្មឲ្យនឹងសព្វនាមចេះត្រឡប់នេះវាត្រូវតែ support គ្នា they ជាមួយ themselves អូខេយើងត្រូវតែចាំអាហ្នឹងព្រោះมันអាចប្រើខុសបានទេมันអាចប្រធានហ្នឹងជាមួយនឹង reflexive pronoun ផ្សេងក្រៅពីឧទាហរណ៍ they ទៅ themselves នឹងត្រូវប៉ុន្តែបើ they ទៅ ourselves គឺមិនត្រូវទេអូខេប្រយោគចុងក្រោយរបស់យើងគឺ they recruit by themselves recruit គឺជ្រើសរើសបុគ្គលិកអញ្ចឹងពួកគេជ្រើសរើសបុគ្គលិកដោយខ្លួនឯងមិនមានជួល agency ជួលអ្នកណាដើម្បីជួយពួកគេទេអូខេអញ្ចឹងយើងឃើញហើយគឺ they recruit by themselves អញ្ចឹង they វាត្រូវតែ support ជាមួយនឹង themselves អូខេអរគុណបងប្អូនទាំងអស់គ្នាក្នុងវីដេអូនេះមានតែប៉ុណ្ណេះយើងនឹងជួបគ្នានៅក្នុងមេរៀនវីដេអូបន្តទៀតជំរាបលាទាំងអស់គ្នា